តោះថ្ងៃនេះខ្ញុំមកបង្ហាញគម្រោងសាងសង់ផ្ទះវិឡានេះនេះគឺជាទស្សនវិជ្ជាដីជាក់ស្ដែងរបស់គាត់ថ្ងៃនេះក្រុមការងារពិសោធន៍ដីយើងចាប់ផ្ដើមពិសោធន៍ដីដើម្បីសិក្សាពីដីដើម្បីដឹងពីជំរឿក្នុងការបុកគ្រឹះនេះគម្រោងផ្ទះវិឡាដែលត្រៀមសាងសង់ម៉ូដដែលយើងបាន design ប្រុងរួចរាល់អស់ហើយនេះដល់ចឹងខ្ញុំទៅបង្ហាញសកម្មភាពផ្ទះដីដែលក្រុមការងារយើងខ្ញុំបានធ្វើពិសោធន៍ដីនេះនេះសកម្មភាពក្រុមការងារយើងធ្វើពិសោធន៍ដីនេះជាទីតាំងដីរបស់គាត់ខាងក្រោយធំទូលាយនៅពេលដែលដល់វគ្គសាងសង់ខាងខ្ញុំនឹងធ្វើវីដេអូបង្ហាញបន្ទាប់វីដេអូបុកគ្រឹះតែខ្ញុំសូមបង្ហាញទស្សនវិជ្ជាផ្ទះដីសិននេះទីតាំងដីដែលយើងមើលពីខាងក្រោយ